ថ្ងៃនេះបានឆ្លងជួបផលិតបងប្អូនហើយទឹកពុះជ្រុំផុកឆ្លមកជូរប្រលិតឆ្លមកជូរខ្មែរបងប្អូននេះមកជូរខ្មែរអ្នកស្រែយើងជំផុកហើយបងផលិតបងបន្លែយើងទៅគោវាឲ្យវាសពគ្នាវាស្អិនបន្លែខោបើទុកមកចតុះពុះហើយបើកវាគោឲ្យមើលបន្លែស្អិនហើយនៅបើស្អិនយើងដាក់ត្រីរៀលបងប្អូនត្រីលិញស្លោសាប់ត្រីលិញអ្នកស្រែនេះមកជួអ្នកស្រែបងប្អូនតែរសជាតិឆ្ងាញ់ហូបទៅទុកមកចតុះទៀតបើកវិញស្លោយើងពុះហើយខ្ញុំដាក់ស្ករត្នោតបងប្អូនស្ករត្នោតវាឆ្ងាញ់ជាដាក់ស្ករសវាភ្លាវតឡហ្នឹងដាក់ស្ករត្នោតឲ្យស្អិនបន្លែបន្តិចទៅឲ្យវាទន់បើយើងឆ្លវារឹងវាអត់ឆ្ងាញ់ទេវាអត់ទន់ចឹងងាស់វាយូរបន្តិចខ្ញុំដាំអមក្រៃស្លោយើងស្អិនឲ្យបងប្អូនគ្រឿងផ្សំអត់ពិបាកទេដាក់ស្ករប៊ីចេងអំបិលខ្ញុំបន្ថែមទឹកត្រីបន្តិចទៅឲ្យវាមានរសជាតិឈ្ងុយក្តាន់ក្រៀមបងប្អូនខ្ញុំឆ្លដាក់ក្តាន់ក្រៀមខ្ញុំអត់ដាក់ឲ្យអំបិលទុំទេអំបិលទុំវាអត់ត្រូវគ្នាអញ្ចឹងដាក់ក្តាន់ក្រៀមវាឆ្ងាញ់ជាងលោកម៉ែជាតិរបស់គេបងប្អូនមានរសជាតិឆ្ងាញ់មិនស្រឡាញ់ចូលចិត្តជួយ share វីដេអូខ្ញុំម្នាក់មួយផងបងប្អូនស្លោយើងស្អិនហើយយើងអាចញ៉ាំបានហើយណាបងប្អូនបងប្អូនស្លោមកជូរផលិតវីដេអូយើងមានតែប៉ុណ្ណឹងបងប្អូនបើស្រឡាញ់ចូលចិត្តសូមជួយ share ម្នាក់មួយផងអរគុណច្រើនបាយបាយ